ជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះខ្ញុំមានរឿងមួយដែលប្លែករឿងមួយដែលចម្លែកទៀតនៅក្នុងឆាកជីវិតរបស់ខ្ញុំតាំងពីទូចដល់ធំប៉ុណ្នេះលើកទី1របស់ខ្ញុំហើយបងប្អូនចង់ដឹងមកវាយទស្សនាវីដេអូនេះហ្នឹងហើយបងប្អូនហើយនេះគឺជាមន់ធ្នាក់របស់ខ្ញុំមេណាបងប្អូនមិនឈ្មោះទេកូនមកវានៅសល់5កូន9នៅសល់5ហើយទៅឈឺភ្នែកបងប្អូនកូនមកវាហើយថ្ងៃហ្នឹងខ្ញុំមានរឿងចម្លែកហួសចិត្តហ្នឹងដោយសារតែមេមន់ហ្នឹងគឺវាឈប់បតាហើយវាឈប់បតាកូនហើយឈប់បតាកូនប្រហែលជាជិត1អាទិត្យហើយចម្លែកត្រង់ថាបងប្អូនដែលជួបប្រទះអត់មន់ញីណាបងប្អូនតាចាងាវមន់ញីតាចាងាវបងប្អូនជឿអត់មកឆាកជីវិតរបស់ខ្ញុំទៅឃើញមួយហ្នឹងទេមន់ញីតែខ្លួនវាចាងាវវាងាវព្រឹកមិញវាងាវបងប្អូនខ្ញុំថាតែមន់គេទៅធំរៀនងាវអីលេងដល់ពេលមើលទៅមន់អាចយ៉ាងងាវមន់ញីដែលឃើញអត់អាហ្នឹងអាម៉េចវិញបងប្អូនបាទអាហ្នឹងវាអាម៉េចវិញដែលមន់នឹងងាវមន់ញីចាងាវបងប្អូនជិះរួមទៅមន់ហ្នឹងមិនវាទំផ្លាច់ឥឡូវទេវាផ្លាច់យូរហើយវាផ្លាច់តាំងពីវាទំកូនម៉ែបងប្អូនតាំងពីវាទំកូនទូចម៉ែក៏ប៉ុន្តែវាអត់ដល់ងាវទេក៏ប៉ុន្តែវាថាវាចេញពីសបុកមកវាហើរទុំលើបកគោលវាហើរទុំលើលបងអញ្ចឹងវាទះស្លាប់ដូចមន់រៀបចំងាវអញ្ចឹងណាបងប្អូនបាទក៏ប៉ុន្តែនៅថ្ងៃនេះគឺវាងាវបងប្អូនគឺវាងាវអត់ដឹងថាម៉េចទេងាវ2ដងហើយងាវ2ដងហើយខ្ញុំថាតមន់គេទំធំរៀនងាវតាដល់ពេលមើលចុះមើលឡើងចំវាមន់អាចណាក់ងាវសោះមន់នេះតែចាងាវខ្ញុំអត់ដែរជួបប្រទះមុនតែឃើញមួយហ្នឹងលើកទី1ក្នុងឆាកជីវិតរបស់ខ្ញុំអត់ដែរឃើញទេហើយមន់ហ្នឹងខ្ញុំទិញគេពីខាងបៃលិនមកទិញគេមកបាន1គូហើយឥឡូវសល់កូនបាន5ដែរតែគាត់ដឹងកងម៉ានអីម៉ានទេពួកកូនវាថាឈឺភ្នែកពួកយើងអត់បានទិញថ្នាំទិញអីដាក់អងបងបាទហើយឈ្មោលវិញនៅក្រៅមកបងប្អូនឈ្មោលពួកឈ្មោលខ្ញុំប្រឡែងណាហើយឥឡូវខ្ញុំមិនបានចង់បានអីទេហើយឈ្មោលវាអត់មកទេមកតែមេហើយមេស្លូតដែរក៏ប៉ុន្តែឥឡូវវារៀងកាចឧស្សាហ៍តែវារកកន្លែងពងអត់បានហើយខ្ញុំអាសាដេញវាចូលទៅពងកន្លែងខ្ញុំដេកហើយខ្ញុំអត់បានធ្វើសបុកធ្វើអីវារៀងកាចដែរមួយខ្ញុំឥឡូវហ្នឹងហើយដឹងអាម៉េចអាម៉ាទេមន់ចាងាវអញ្ចឹងដឹងគួរទុកដឹងគួរវាចាញ់ចោលទេពួកអីអត់ដែរឃើញខ្ញុំអត់ដែរឃើញវាចម្លែកពេកបងប្អូនបាទមន់ងាវមន់ញីទៅចាងាវខ្ញុំថារកយកទៅព្រៃដែរក៏ប៉ុន្តែខ្ញុំអត់មានចុងហ្មងអត់ចុងលេងបើមានចុងលេងយកទៅព្រៃព្រោះអីយើងមិនបាច់ចាក់ទីខើទេមន់នេះបាច់ចាក់ទីខើព្រោះអីទៅដល់វាកកវារកឈ្មោះពេញព្រៃបណ្ដោយហើយខ្ញុំបានកូនមន់ព្រៃ3គ្រាប់ដែរតែខ្ញុំអត់សូវបានថតបង្ហោះទេបងប្អូនខ្ញុំអត់សូវបានចែកម្លែកនៅលើ YouTube ទេដោយសារតែខ្ញុំរវល់ផងអីផងឯណាមួយអ៊ីនធឺណិតតែខ្ញុំវាបង្ហោះយូរបងប្អូនបាទបង្ហោះយូរបង្ហោះវីដេអូវាយូរជាងខ្ញុំបង្ហោះបានខ្លីៗជាងខ្ញុំខ្ជិលណាបងប្អូនវាខ្លីពេកវីដេអូវាខ្លីពេកដូចជា3 4 5នាទីអីចឹងខ្ញុំខ្ជិលបង្ហោះអញ្ចឹងណាព្រួយយកចំណេញទេ3 4 5នាទីហើយយើងបង្ហោះបានយូរកន្លះម៉ោងអីចឹងទៅអាហ្នឹងវាបាននេះដែរអញ្ចឹងណាបងប្អូនហើយនេះនិយាយមន់ខ្ញុំឲ្យឈ្មោះនៅក្រោមគល់ឈើមន់ញីទៅចាងាវចម្លែកមន់ហ្នឹងហើយខ្ញុំឲ្យបងប្អូនមើលកូនមន់ព្រៃបន្តិចកូនព្រៃសតអូនេះកូនព្រៃសតធំហើយបាយបាយមើលប៉ុណ្ណឹងឯងបាយបាយ